Robert, good morning. I miss you so much. Nè nhầm bay hoài nữa ngày nâng thơ ca nghe hot ọt mưa tới được chụp tiệp đài vô cho tục nạn nâng bà rõm bị dương khăn nàn chừng bàn tay nè đăng ọt anh nâng có đang được chia can sầm tái nhỉ hai kế có bông tạm miệng nóng trong ban lôi sần sầm bọc pin môi trường vật bọt nét ở thả bàn នេះគឺជាល្បិចបោកប្រាស់អនឡាញដ៏ពេញនិយមបំផុតមួយដែលបាន hack ចូលទៅក្នុងទូរស័ព្ទឬក៏កុំព្យូទ័ររបស់យើងទេប៉ុន្តែវាបាន hack ចូលទៅក្នុងបេះដូងរបស់យើងហើយធ្វើឲ្យយើងងប់ងល់និងជឿជាក់រាប់ពាក្យសម្ដីរបស់គេទាំងស្រុងតែម្ដងវាចាប់ផ្ដើមពីសារច្រឡំដៃឬ friend request ពីមនុស្សម្នាក់ដែលមើលទៅល្អឥតខ្ចោះគេអត់ដែរទាលុយពីយើងហើយក៏មិនដែរលក់អីឲ្យយើងដែរពេលយើងអបសុខគេឆាតមកលេងយើងហើយពេលដែលនឿយហត់គេក៏ផ្ញើសារលើកទឹកចិត្តបារម្ភពីយើងជជែកលេងជាមួយយើងស្ដាប់រឿងនៅក្នុងចិត្តមើលទៅដូចជាអត់មានអ្នកណាខ្វល់ខ្វាយពីយើងដូចជាមនុស្សម្នាក់ហ្នឹងទេជារឿយៗបន្តិចម្ដងយើងក៏ចាប់ផ្ដើមរំភើបញញឹមម្នាក់ឯងនៅពេលដែលឃើញឈ្មោះគេលោតលើអេក្រង់ហើយគិតថានេះប្រកាសជាគូព្រេងរបស់ខ្ញុំវិញអន្ទាក់នៃការសាងក្តីសម័យរួមគ្នាក្នុងពេលដែលអ្នកកំពុងតែងប់ងល់ស្រឡាញ់គេខ្លាំងគេកំពុងតែសិក្សាយ៉ាងល្អិតល្អន់អំពីអ្នកគេដឹងថាអ្នកចង់បានអ្វីគេដឹងពីក្តីសម័យរបស់អ្នករួចគេក៏ចាប់ផ្ដើមសាងសង់នៅប្រាសាទវិមានសូគេជាមួយអ្នកយើងខំរកលុយទាំងអស់គ្នាណាដើម្បីអនាគតរបស់យើងទាំងពីរនាក់យើងអាចទិញផ្ទះជាមួយគ្នាហើយគេក៏ចាប់ផ្ដើមជជែកអំពីអនាគតដ៏ត្រចះត្រចង់ដូចជាការបង្កើតគ្រួសាររួមគ្នាយើងគួរតែបង្កើតកូនប្រមាណអ្នកហើយយើងគួរតែរស់នៅទីណាឬធ្វើដំណើរកម្សាន្តទៅលេងប្រទេសណាខ្លះដំបូងគេអាចនឹងឲ្យអ្នកដាក់វិនិយោគទុនត្រឹមតែ$100ទេប៉ុន្តែយូរទៅនៅពេលដែលអ្នកឃើញថា$100ខ្លាយជា$200ឬក៏$300អ្នកក៏លោតហត់ដល់$1000 $10000ហើយពេលខ្លះអ្នកជឿជាក់កាន់តែខ្លាំងអ្នកហ៊ានយកលុយសន្សំពេញមួយជីវិតរបស់អ្នកលក់ដីរបស់អ្នកលក់ផ្ទះរបស់អ្នកក៏ដូចជាខ្ចីធនាគាររាប់ម៉ឺន$ដើម្បីយកទៅបង្កើតក្តីសម័យរួមគ្នាជាមួយគេផងដែរកម្មពិតដ៏សាហាវមួយក៏ត្រូវបានលេចត្រដាងអ្នកប្រហែលជាគិតថាអ្នកជាមនុស្សឆ្លាតគាត់ជាមិនអាចមាននរណាបោកប្រាស់អ្នកបានទេត្រូវអត់ប៉ុន្តែប្រភេទនេះគឺមិនមែនបោកទៅលើការឆ្លៀតវៃៗនោះទេគឺគេបោកទៅលើអារម្មណ៍និងមនោសញ្ចេតនារបស់អ្នកនៅពេលដែលអ្នកដឹងខ្លួនអ្វីៗគ្រប់យ៉ាងគឺវាយឺតពេកបាត់ទៅហើយនៅពេលដែលអ្នកចង់ដកលុយវិញគេក៏ទារថ្លៃបង់ពន្ធថ្លៃសេវាបន្ថែមឬក៏ថែមលុយលើនេះថែមលុយលើនោះរហូតដល់អ្នកអស់ពីខ្លួនមួយគ្លេតក្រោយមក app ដែលអ្នកលេង website ដែលអ្នកបណ្ដាក់ទុនក៏បានបាត់ហើយគូស្នេហ៍ដ៏ផ្អែមល្ហែមដែលធ្លាប់ថាស្រឡាញ់អ្នកស្ទើរលេខចង់សាងអនាគតល្អជាមួយអ្នកនោះក៏បានប្លុក account របស់អ្នកឲ្យរត់បាត់សមកនៅសល់តែបំណុលវ៉ាន់ក៏ការអាម៉ាស់និងបេះដូងដ៏ឈឺចាប់ដែលត្រូវបានគេបោកបញ្ឆោតបោកប្រាស់ខ្លាចជាជំរាបបាត់ទៅហើយចាំណាជនរងគ្រោះដែលត្រូវបានគេបោកបញ្ឆោតតាមអនឡាញគាត់មិនមែនជាមនុស្សល្ងងនោះទេអ្នកខ្លះគាត់គឺជាគ្រូពេទ្យវិស្វករជាម្ចាស់អាជីវកម្មឬក៏ជាអ្នក IT ពួកគេមិនបានចាញ់បោកដោយសារតែខ្វះចំណេះដឹងនោះទេតែពួកគេចាញ់បោកដែរដោយសារតែគេជឿជាក់ទៅលើស្នេហាសិប្បនិម្មិតនេះឯងការជឿជាក់បំផុតមិនមែនពេលបាត់លុយនោះទេការជឿជាក់បំផុតនៅពេលដែលអ្នកដឹងថារាល់ពេលផ្អែមល្ហែមគឺជាការសម្ដែងរាល់ការខ្វាយខ្វល់គឺជាផែនការហើយរង good morning ទាំងអស់គឺមានគោលដៅមួយទៅលើរូបអ្នករាល់ពេល take care ទាំងអស់រាល់ពេល I miss you ត្រូវបានប្រើដើម្បីនាំអ្នកទៅរកការផ្ទេរប្រាក់បំណុលប្រសិនបើនរណាម្នាក់ចូលក្នុងជីវិតរបស់អ្នកសម្ដែងការយកចិត្តទុកដាក់ចំពោះអ្នកបារម្ភពីអ្នកហើយសារភាពស្រឡាញ់អ្នកលឿនពេកនោះសូមអ្នកយកពេលមកគិតវិញថាតើនេះពិតជាស្នេហាគេពិតជាស្រឡាញ់អ្នកមែនឬក៏គេមានបំណងចង់យកលុយពី account របស់អ្នកពីព្រោះថា hacker ដែលជោគជ័យបំផុតណាមិនមែន hack ចូលទៅក្នុងទូរស័ព្ទឬក៏កុំព្យូទ័ររបស់អ្នកនោះទេប៉ុន្តែ hack ចូលទៅក្នុងបេះដូងរបស់អ្នកដែលធ្វើឲ្យអ្នកងប់ងល់និងជឿជាក់លើការនិយាយរបស់គេទាំងអស់ចាសសូមអរគុណបាយបាយ